ប្រទេសចិនបានផ្ញើសារការទូតដ៏មុតស្រួចបំផុតមួយរបស់ខ្លួនប្រចាំឆ្នាំ2025ដោយហ៊ានព្រមានសហរដ្ឋអាមេរិកជាសាធារណៈកុំឲ្យប្រើប្រាស់កម្លាំងយោធាវាយប្រហារប្រទេសវេណេស៊ុយអេឡាជាការព្រមានលើកដំបូងដែលធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីក្រុង Washington បានផ្ដល់សញ្ញាថាដែនអាកាសជុំវិញប្រទេសវេណេស៊ុយអេឡាគួរតែត្រូវបានចាត់ទុកថាបិទមុនពេលអាមេរិកបើកការវាយប្រហារក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅនីងបានប្រកាសថាប្រទេសចិនប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងឬក៏ការគំរាមកំហែងរបស់អាមេរិកលូកលាន់កិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡាបើទោះបីជាក្រុមលេសណាមួយក៏ដោយលោកស្រីបានជំរុញឲ្យទីក្រុង Washington លុបចោលទណ្ឌកម្មឯកតោភាគីដោយខុសច្បាប់ហើយជ្រើសរើសមធ្យោបាយដោះស្រាយបញ្ហាដែលលើកកម្ពស់សន្តិភាពនិងស្ថិរភាពជាភាសាការទូតការលើកឡើងរបស់លោកស្រីម៉ៅនីងមិនមែនជាការអត្ថាធិប្បាយធម្មតាទេវាគឺជាការព្រមានដោយផ្ទាល់ព្រមានព្រោះថាការប្រើឃ្លាថាកុំប្រើកម្លាំងយោធាក្រោមលេសណាមួយមានន័យថាចិនបានដាក់បន្ទាត់ក្រហមឲ្យអាមេរិកដាច់ខាតកុំវាយខណៈដែលចិនមើលឃើញថាអាមេរិកអាចនឹងបើកប្រតិបត្តិការប្រឆាំងវេណេស៊ុយអេឡាក្នុងពេលឆាប់ៗហើយចិនចេញមកការពារវេណេស៊ុយអេឡាដោយចំហគួរសម្គាល់ថាទីក្រុងប៉េកាំងកម្រធ្វើអត្ថាធិប្បាយមុតស្រួចអំពីចំនួនពលខាងលិចបែបនេះណាអ្នកវិភាគនិយាយថាការបោះសម្ដីធ្ងន់ៗរបស់ចិនទៅកាន់អាមេរិកបញ្ជាក់ថាវិបត្តិទំនាក់ទំនងរវាងអាមេរិកនិងវេណេស៊ុយអេឡាពេលនេះបានប្រែក្លាយទៅជាវិបត្តិអន្តរជាតិក្រៅពីការប្រាប់ឲ្យបិទដែនអាកាសវេណេស៊ុយអេឡាអាមេរិកក៏ត្រៀមវាយប្រហារទៅលើគោកដោយអះអាងថាដើម្បីកម្ចាត់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយអេឡាក៏ប៉ុន្តែវេណេស៊ុយអេឡាចាត់ទុកថាជាលេសឈ្លានពានអាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅគៀកដែនសមុទ្រវេណេស៊ុយអេឡាយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំង F-35 ផងដែរជាការឆ្លើយតបវេណេស៊ុយអេឡាបានសូមជំនួយសព្វាវុធពីរុស្ស៊ីចិននិងអ៊ីរ៉ង់និងកំពុងពង្រាយប្រព័ន្ធដែនអាកាសការពារប្រទេស